គុំឬធារៈគ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅក្រោមដោយពោធិព្រឹកនឹងធ្វើការរាប់អានរូបអ្នកដែលមានអាយុគ្រប់ព្រះអង្គហើយចម្រើនពរញាតិញោមគ្រប់គ្នាដែលបានអញ្ជើញមកក្នុងពេលឱកាសនេះដើម្បីបានបំពេញនៅកុសលចេតនាក្នុងការបូជាចំពោះគុណរបស់ព្រះរតនត្រ័យជាប្រកបដីគឺយើងបានជួបជុំគ្នាក្នុងថ្ងៃឧបោសថសិល8កើត8រួច14រួច15កើតតែងតែធ្វើរឿយជុំគ្នារឿយដោយសារតែបានរលឹកឃើញនៅកុសលធម៌ហើយបានឃើញនៅអត្តភាពនេះថាវានឹងត្រូវបែកធ្លាយទៅមិនមានអ្នកណាមួយហួសហែកបានទេអញ្ចឹងណាហ្នឹងហើយអត្តភាពយើងទាំងអស់គ្នាទាំងកាលណាគ្រប់ព្រះអង្គទាំងញាតិញោមគឺថាអត់មាននរណាមួយឲ្យតាំងនៅឲ្យថិតថេរបានឡើយទីបំផុតនៃជីវិតគឺសេចក្តីស្លាប់ប៉ុន្តែនៅក្នុងចន្លោះនៃសេចក្តីស្លាប់ដែលនៅមានជីវិតនេះតើត្រូវធ្វើម៉េចក្នុងនាមជាពុទ្ធបរិស័ទដែលត្រូវសាងប្រយោជន៍សម្រាប់ខ្លួនឯងក្នុងបច្ចុប្បន្នប្រយោជន៍ហៅថាទិដ្ឋធម្មិកដ្ឋប្រយោជន៍ណាប្រយោជន៍បច្ចុប្បន្នដែលព្រះអង្គសម្ដែងគឺថាជាប្រយោជន៍សម្រាប់មនុស្សទូទៅដែលត្រូវការរស់រានមានជីវិតចឹងបានជាព្រះអង្គសម្ដែងថាប្រយោជន៍បច្ចុប្បន្នតើបរិស័ទត្រូវធ្វើដូចម្ដេចដើម្បីឲ្យជីវិតនឹងប្រព្រឹត្តទៅបានយ៉ាងល្អហើយគេព្រះអង្គសម្ដែងថាទី1ឧទ្ធានសម្បទាឧទ្ធានសម្បទាគឺប្រឹងប្រែងស្វែងរកទ្រព្យដើម្បីចិញ្ចឹមខ្លួនចិញ្ចឹមគ្រួសារអញ្ចឹងទៅហើយបើអ្នកបួសគឺត្រូវព្យាយាមប្រឹងប្រែងរៀនណាបើអត់ប្រឹងប្រែងរៀនទេអត់ចេះអានោះគឺការប្រឹងប្រែងព្យាយាមនោះគឺមនុស្សទាំងអស់នៅលើពិភពលោកនេះគឺដើម្បីរស់គឺត្រូវតែប្រឹងបើមិនប្រឹងគឺអត់រស់ទេបើរស់ក៏រស់ទាំងលំបាកដែរមែនទេណានេះគឺប្រយោជន៍បច្ចុប្បន្នទី1ទី2អរកសម្បទាបរិបូរដោយការចេះថែរក្សាចេះទុកកាត់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលបានពីការប្រឹងប្រែងរកដល់ទទួលទានហ្នឹងគឺចេះទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីជាប្រយោជន៍នៅក្នុងគ្រួសារហើយទី3កល្យាណមិត្តតាសេគុណាសេគុកល្យាណមិត្តសម្រាប់ទី2នេះគឺកាលណាគ្រប់ព្រះអង្គហ្នឹងគឺអត់មានទ្រព្យអីដើម្បីរក្សាទេសម្រាប់ប្រសងណាញោមអត់មានទ្រព្យអីណាដែលត្រូវរកចំនួនជួញប្រែដើម្បីបានទ្រព្យហើយយកមករក្សាទុកគឺអត់មានទេអញ្ចឹងបានជាក្បួនហោរាខ្មែរហ្នឹងគឺថាឲ្យតែនរណាទុទាយចាក់ចំកន្លែងសម្បត្តិលោកសង្ឃនេះគឺមិនសូវសប្បាយចិត្តទេមែនទេញោមសម្បត្តិលោកសង្ឃនេះគឺថាឲ្យទៅចាក់ចំគឺអត់ត្រូវសប្បាយចិត្តហេតុអីពីព្រោះសម្បត្តិលោកសង្ឃនេះគឺជួនមានជួនអត់ចឹងណាថ្ងៃណាសម្បូរអូក៏សម្បូរហូរហៀចឹងទៅដូចភ្ជុំបន់អីថ្ងៃណាក៏សាច់ថ្ងៃណាក៏សាច់ហ្នឹងហើយដល់ផុតតាពីភ្ជុំបន់មកហ្នឹងគឺអ្នកដែលចាក់ឬក៏ទាយចំកន្លែងហ្នឹងគឺគេថាអត់ល្អទេប៉ះសម្បត្តិលោកសង្ឃហ្នឹងសម្បត្តិអីផ្សេងគេថាល្អប៉ុន្តែប៉ះសម្បត្តិលោកសង្ឃវាចឹងមែនអានេះយើងឃើញជាក់ស្ដែងណាគេប្រៀបធៀបមកថាប្រសងហ្នឹងគឺអត់អាចបរិបូរគ្រប់ពេលវេលាដោយកុហកបានទេហើយអាហារគ្រប់យ៉ាងទាំងអស់ថ្ងៃណាក៏សម្បូរទៅថ្ងៃណាអត់ក៏អត់ទៅអាហ្នឹងគឺដោយប្រសងនឹងឯងអត់មានត្រូវរក្សាទ្រព្យត្រូវស្វែងរកអាជីវកម្មឯណាមួយដើម្បីបានទ្រព្យនោះទេប៉ុន្តែដល់ឡែកប្រហោះគឺត្រូវតែ
ចេះទុកដាក់ទ្របទាំងឯងតែបានប្រឹងប្រែងរកមកគឺត្រូវចេះទុកដាក់ឲ្យបានល្អដើម្បីជាប្រយោជន៍នៅក្នុងគ្រួសារក្នុងការប្រើប្រាស់ហើយកល្យាណមិត្តតានឹងគឺថាទាំងក្រហមទាំងសមណៈបព្វជិតហ្នឹងគឺត្រូវតែមានកល្យាណមិត្តបើការណាសេពគប់អ្នកល្អយើងក៏ល្អតាមគេដោយប្រសងចឹងកាលណាគ្រប់ព្រះអង្គបើសិនបានសេពគប់អ្នករៀនកាលណាគ្រប់ព្រះអង្គនឹងចេះរៀនតាមគេហើយបើសិនបើកាលណាគ្រប់ព្រះអង្គសេពគប់អ្នកខ្ជិលរៀនគ្រប់អង្គក៏ខ្ជិលរៀនដូចគេដែរបើសេពគប់អ្នកលេងច្រើនក៏ចូលចិត្តលេងច្រើនដែរហ្នឹងហើយបើសេពគប់អ្នកជក់បរិយខ្លួនឯងក៏ជក់បរិយដែរអានឹងគឺរឿងសេពគប់ទៀតហ្នឹងគឺចាស់គ្រប់អង្គត្រូវដឹងថាកាលណាយើងសេពគប់មិនត្រូវទំនងអានឹងគឺខូចអនាគតហើយកុហកក៏ដូចគ្នាដែរកាលណាសេពគប់មិនត្រូវទំនងអានឹងគឺត្រូវវិនិច្ឆ័យអន្តរាយទ្រព្យសម្បត្តិតែប្រឹងប្រែងរកមកទាំងបានគឺថាត្រូវបាត់បង់នឹងគឺត្រូវបាត់បង់ទ្រព្យសម្បត្តិដែលខ្លួនមានហ្នឹងគឺសេពគប់មិត្តខុសនាំទៅកាន់អបាយមុខផ្សេងលបែងស្រីស្រាលបែងភ្នាល់ទាំងឡាយដែលជាប្រធាននៃសេចក្តីវិន័យអញ្ចឹងគឺនៅក្នុងនោះក៏មានថ្នាំញៀនមួយដែរថ្នាំញៀននេះគឺកាលណាតែហ៊ានតែប្រព្រឹត្តហើយដកដៃអត់បានណាដកដៃចេញមិនបាននេះហើយក៏មិនងាយដែរដើម្បីឲ្យគេចផុតពីថ្នាំញៀនគឺមិនងាយទេណាបើសិនបើចិត្តនឹងអត់ខំប្រឹងទុកដើម្បីដកគឺអត់បានទេញាតិញោមអើយកាលណាអនុកណានិយាយពីរឿងបរិយអញ្ចឹងចាស់ខ្លះដែលគាត់ញៀននឹងបរិយមែនតើគាត់សុខចិត្តដូរគេឲ្យដូរថាកាទៀវមួយចាននឹងបរិយមួយដើមតើយកមួយណាគាត់សុខចិត្តថាយកបរិយគាត់មិនយកគុយទាវទេណាប៉ុន្តែបើគ្រូកៅលោកសុខចិត្តយកគុយទាវហើយលោកមិនយកបរិយទេគ្រូបរិយហ្នឹងមិនជាឆ្អែតទេតែគុយទាវមួយចានគឺអាចញ៉ាំជីវិតព្រៃបានមួយថ្ងៃហ្នឹងហើយដល់ពេលគាត់ញៀននឹងបារីអញ្ចឹងអានោះយើងមិនបាច់ទេតន់តាមញៀនហ្នឹងណាញាតិញោមគឺត្រឹមតែបារីហ្នឹងរហូតគាត់ទៅឆ្ងាយញោមខ្មែរអីគាត់ទៅដល់ស្រែឆ្ងាយហើយណាដើរទៅដល់10គីឡូដីពីភូមិទៅដល់ពេលទៅដល់ស្រែអត់បារីគាត់ប្រើគោនៅទៅយកបរិយមកវិញវាមានអញ្ចឹងទៅរត់ជួនអីទៅគាត់សុខចិត្តមកវិញខ្លួនឯងអានឹងញៀនបរិយតែអាចផ្ដាច់បានប្រសិនបើតាំងចិត្តថាផ្ដាច់អានេះវាមកពីចិត្តរឿងគ្រប់យ៉ាងទាំងអស់គឺមកពីចិត្តបើចិត្តព្រមទទួលថាព្យាយាមនឹងផ្ដាច់គឺវានឹងផ្ដាច់ហើយរឿងអីក៏ដោយដល់ពេលរឿងដែលពិបាកជាងនឹងទៅទៀតគឺថ្នាំញៀននេះអានោះគឺសេពគប់ទីទៅរកថ្នាំញៀនគឺគ្រូគេអមដិតក៏តែងតែលើកអំពីកំណាព្យមួយថាភ្លើងឆេះផ្ទះនៅសងដីអត់បាយឆៃដីលក់បានចាញ់ដបែងនៅជីវិតបើចេះគិតវិលវិញថ្កាងញៀនថ្នាំប្រចាំប្រាណកែលេងបានងាប់ទាំងរស់មែនទេហើយតែដល់ថ្នាក់ញៀនដល់កម្រិតកំពូលហើយគឺមិនអាចកែបានទេគឺដោយសារតែប្រព័ន្ធប្រសាទរាងកាយនិងខួរក្បាលគឺខូចហើយបើសិនជាមកវិញក៏អត់ដូចកាលដែរហ្នឹងគឺរឿងថ្នាំញៀនអានេះcònកាលណាសេពគប់មិនល្អគឺនាំឲ្យទ្រព្យសម្បត្តិដែលត្រឹមប្រែងពីខាងដើមពីចំណុចខាងដើមគឺត្រូវនិយាយហើយទី4កល្យាណមិត្តតាគឺសម្រាប់ជីវិតាចិញ្ចឹមជីវិតនឹងស្មើកុំខ្ជះខ្ជាយពេកក
កុំត្បិតត្បៀតពេកមានគ្រួសារខ្លះគាត់ត្បិតត្បៀតមែនទេសូម្បីតែគ្រឿងស្លយ៉ាងណាគ្រឿងស្លគាត់មិនចង់នឹងទៅយកមកស្លឲ្យបានឆ្ងាញ់ណាគាត់ទៅហូបអាហារផ្ទះគេហ្នឹងគាត់សរសើរម្ចាស់ផ្ទះគេថាអូម៉ែស្លឆ្ងាញ់ណាអញ្ចឹងណាយំប៉ុន្តែគាត់ខ្លួនឯងហ្នឹងគាត់ថាអត់ឆ្ងាញ់ពីព្រោះអីគាត់បិទរបៀបតាំងពីគ្រឿងស្លហ្នឹងមិនហ៊ានទិញដើម្បីឲ្យឆ្ងាញ់នឹងអាហ្នឹងត្បិតវាពេកក៏មិនកើតដែរហើយខ្ជះជេរពេករកបានតិចតែចាយច្រើន